នេះជាសម័យកាលមួយដែលមនុស្សគ្រប់គ្នាមានសន្តិភាពនិងស្រឡាញ់ព្រះជាម្ចាស់ប៉ុន្តែនេះគឺជារឿងរ៉ាវរបស់ព្រះលោកីសូមទេពធីតាឋានលើសូមប្រទានពរដល់រងរបស់ខ្ញុំសូមឲ្យនាងមានសុវត្ថិភាពមានសុខភាពល្អនិងរួចផុតពីជំងឺនិងគ្រោះមហន្តរាយអ្នកម៉ាក់យើងបានគោរពបូជាទេពធីតាអស់ជាច្រើនជំនាន់មកហើយនាងប្រកាសជានឹងល្អចំពោះយើងមានរឿងអ្វីកើតឡើងមានរឿងអ្វីកើតឡើងតើនេះជាអ្វីហេតុអ្វីសុកមានខ្យល់ខ្លាំងមេមើលនៅជាអ្វីនឹងស្ដេចបិសាចមកហើយរត់លីងស៊ីហេតុអីនាងមិនព្រមទទួលយកក្តីស្រឡាញ់របស់ខ្ញុំតើនាងចង់លាក់ខ្លួនដល់ណាទៀតតើនាងនៅទ្រាំឈរមើលអ្នកដែលគោរពអ្នកបានដល់យ៉ាងម៉េចបើអ្នកមិនចេញមកទេខ្ញុំនឹងសម្លាប់អ្នកភូមិឲ្យអស់ហើយបើនាងមិនព្រមចេញមកទៀតខ្ញុំនឹងកំទេចក្រុងនេះចោលអ្នកម៉ែតើនាងនៅទ្រាំឈ្មើអ្នកដែលគោរពអ្នកស្លាប់បានដល់យ៉ាងម៉េចលែងម៉ែខ្ញុំវិញទៅឈប់ភ្លាមទីបំផុតនាងបានបង្ហាញខ្លួនហើយឬអ្នកម៉ែម៉ែយ៉ាងម៉េចហើយវូជីនសូមឈប់ធ្វើបែបនេះទៀតទៅមនុស្សគ្រប់គ្នាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំតើលោកអាចធ្វើវាបានយ៉ាងម៉េចទេពធីតាសម្លាប់គេទៅដើម្បីសងសឹកឲ្យអ្នកម្ដាយខ្ញុំនិងអ្នកភូមិផងលីងស៊ីតើនាងនឹងសម្លាប់ខ្ញុំដើម្បីតែក្រុមស្រមោចទាំងនេះឬសម្លាប់មកចឹងនាងឃើញទេនាងមិនហ៊ានសូម្បីតែធ្វើខ្ញុំរបួសតើនាងមិនស្រឡាញ់ខ្ញុំទេហេតុអីទេពធីតាមិនសម្លាប់វាអ្នកជាព្រះដែលថែរក្សាមនុស្សរាប់លានអ្នកហេតុអីទេពធីតាមិនសម្លាប់បិសាចវាបានសម្លាប់មនុស្សនិងទីក្រុងនេះហេតុអីមិនសម្លាប់វាអ្នកមិនដែលមានស្នេហាអ្នកមិនយល់ទេតើបានឮទេពធីតាពួកអ្នកនិយាយហើយឬនៅពួកស្រមោចឯងនេះគ្មានតម្លៃទេលីស៊ីចាំខ្ញុំផងម៉ែរងម៉ែមិនអាចចូលរួមកម្មវិធីមង្គលការកូនបានទេឯងត្រូវតែរស់មិនថាយ៉ាងណាទេយកវាទៅម៉ែក្រោកឡើងហេតុអ្វីបានព្រះនិងបិសាចមានស្នេហាជាមួយគ្នាពេលឆ្លោះគ្នាបែរជាពួកយើងជាអ្នកស្លាប់ទៅវិញឯងបាននិយាយថាពួកយើងជាស្រមោចមែនទេអូខេខ្ញុំទទួលតែខ្ញុំនឹងធ្វើជាស្រមោចដែលរង្គើដល់ឋានព្រះអិនហើយអាចធ្វើឲ្យឯងស្លាប់បាន